ក្នុង anime នីមួយៗប្រភពកម្លាំងឬក៏ energy គឺជាចំណុចសំខាន់បំផុតដែលកំណត់ថាតួអង្គម្នាក់ខ្លាំងឬក៏ខ្សោយក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺក្នុង anime នីមួយៗមានប្រភពថាមពលកម្លាំងខុសៗគ្នាទាំងស្រុងហើយនេះគឺជា anime ទាំង6រឿងដែលល្បីៗហើយខ្ញុំលើកយកមកនិយាយនៅក្នុង One Piece ប្រភពកម្លាំងដ៏សំខាន់គឺ Haki ដែលជាថាមពលកើតចេញពីឆន្ទៈនិងវិញ្ញាណខាងក្នុងរបស់មនុស្ស Haki មាន3ប្រភេទគឺ Observation Haki អាចទូទាយចលនាឬអនាគត Moment Haki បង្កើនការការពារនិងការវាយប្រហារ Conqueror Haki បង្ការផ្លូវចិត្តសត្រូវនៅក្នុង Naruto ប្រភពកម្លាំងគឺចក្រាគឺជាការរួមបញ្ចូលគ្នារវាងថាមពលរាងកាយនិងថាមពលផ្លូវចិត្តគេប្រើចក្រាដើម្បីបញ្ចេញ Ninjutsu Genjutsu និង Taijutsu ចក្រាត្រូវការគ្រប់គ្រងយ៉ាងល្អបើមិនដូច្នោះទេអាចឆាប់អស់កម្លាំងឬគ្រប់គ្រងមិនបាននៅក្នុង Bleach ប្រភពកម្លាំងគឺ Reiryoku ឬថាមពលវិញ្ញាណនិង Reiatsu ដែលជាសម្ពាធថាមពលនេះអ្នកដែលមាន Reiatsu ខ្លាំងអាចធ្វើឲ្យសត្រូវខ្សោយឬសន្លប់បានយ៉ាងងាយស្រួលក្នុង Dragon Ball Ki គឺជាកម្លាំងនិងថាមពលដែលមាននៅក្នុងភាវៈមានជីវិតទាំងអស់តួអង្គអាចប្រើ Ki ដើម្បីបាញ់ Energy Blast ឬក៏ហោះហើរនិងបំផ្លាញអ្វីៗបានទាំងអស់ 5. Jujutsu Kaisen Curse Energy ជាកម្លាំងថាមពលហើយកម្លាំងនេះកាត់ចេញពីអារម្មណ៍អវិជ្ជមានដូចជាការភ័យខ្លាចកំហឹងនិងការឈឺចាប់អ្នកប្រើត្រូវរៀនគ្រប់គ្រងវាដើម្បីបំលែងអារម្មណ៍អវិជ្ជមានទៅជាកម្លាំងប្រយុទ្ធ 6. Solo Leveling Mana គឺជាកម្លាំងសម្រាប់ Hunter ក្នុងការប្រើ skill និង Magic ដូចជា Song Jinwoo អញ្ចឹងគាត់អាចបង្កើន Mana និង level up ខ្លួនឯងបានដូចជាក្នុង Game RPG អញ្ចឹងហើយសរុបជាចុងក្រោយមកយើងឃើញថាថាមពលក្នុង anime នីមួយៗមិនត្រឹមតែជាកម្លាំងប្រយុទ្ធទេប៉ុន្តែជាការបង្ហាញពីគំនិតផ្សេងៗគ្នា Haki បង្ហាញពីឆន្ទៈ Chakra បង្ហាញពីតុល្យភាព Reiatsu បង្ហាញពីសម្ពាធវិញ្ញាណ Ki បង្ហាញពីការវឹកហាត់ Curse Energy បង្ហាញពីអារម្មណ៍អវិជ្ជមាន Mana បង្ហាញពីការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់នេះហើយជាអ្វីដែលធ្វើឲ្យ anime នីមួយៗមានចំណុចគួរឲ្យចាប់អារម្មណ៍និងទាក់ទាញខ្លាំងហើយអ្នកទាំងអស់គ្នាក៏ថាប្រភពថាមពលក្នុង anime មួយណាត្រូវថែមអ្នកទាំងអស់គ្នាកុំភ្លេច comment នៅខាងក្រោមហើយជាចុងក្រោយកុំភ្លេច follow ខ្ញុំបាន Dikamaru ម្នាក់មួយផងហើយអរគុណ